សេចក្តីអំពីនីវគណៈបកប្រជាធិបតេយ្យជឿនលឿនបន្តបេសកកម្មជាតិពីប្រជាធិបតេយ្យ1946ពីសិទ្ធិមនុស្ស2007ពីសង្គ្រោះជាតិ2012ក្នុងបរិបទនយោបាយនិងសង្គមបច្ចុប្បន្នប្រទេសយើងត្រូវការធនធានមនុស្សដែលមានចក្ខុវិស័យឧត្តមគតិស្មោះត្រង់និងមានសមត្ថភាពដើម្បីចូលរួមកសាងនីតិរដ្ឋអភិវឌ្ឍប្រទេសឲ្យកាន់តែរឹងមាំខ្លាំងក្លានិងរៀបចំសង្គមស្អាតស្អំសេរីយុត្តិធម៌សុវត្ថិភាពសុខដុមរមនាប្រកបដោយសមធម៌យើងជឿជាក់ថាកម្លាំងសាមគ្គីរួបរวมគ្នារបស់ប្រជាពលរដ្ឋអ្នកជាតិនិយមអ្នកប្រជាធិបតេយ្យសេរីនិយមគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបន្តដំណើរឆ្ពោះទៅមុខដើម្បីកសាងសង្គមទំនើបស៊ីវិល័យជឿនលឿនថ្លៃថ្នូរគណៈបកប្រជាធិបតេយ្យជឿនលឿនមានចក្ខុវិស័យកសាងកម្ពុជាឲ្យមានឯករាជ្យនិងអធិបតេយ្យភាពពេញលេញនីតិរដ្ឋរឹងមាំសិទ្ធិមនុស្សសង្គមយុត្តិធម៌ស័ក្តិសមក្នុងស្មារតីនេះយើងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរសកម្មជនយុវជននិស្សិតបញ្ញវន្តគ្រប់និន្នាការនិងអ្នកជាតិនិយមទាំងអស់ចូលរួមជាមួយប្រជាធិបតេយ្យជឿនលឿនក្នុងការកសាងប្រជាធិបតេយ្យត្រៀមលក្ខណៈក្នុងការដឹកនាំនៅថ្នាក់មូលដ្ឋានផ្ទាល់គឺការដឹកនាំឃុំសង្កាត់ការចូលរួមរបស់បងប្អូនមិនត្រឹមតែជាការគាំទ្រគណៈបកប៉ុណ្ណោះទេប៉ុន្តែជាការចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមកម្ពុជាឲ្យមានសេរីភាពសមធម៌ភាតរភាពនិងយុត្តិធម៌ពិតប្រាកដគណៈបកប្រជាធិបតេយ្យជឿនលឿនសូមអំពាវនាវដល់គណៈបកនយោបាយក្រៅរដ្ឋាភិបាលទាំងអស់រួបរวมគ្នាជាធ្លុងមួយប្រកាន់ខ្ជាប់សុចរិតភាពរៀបបញ្ជីតែមួយក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី6ខែមិថុនាឆ្នាំ2027ខាងមុខនេះរួមគ្នាដើម្បីអនាគតជាតិយើងឆ្ពោះទៅនៅនីតិរដ្ឋភាតរភាពវឌ្ឍនភាពនិងជីវភាពប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរថ្ងៃអង្គារ5កើតខែស្រាប់ឆ្នាំមមីអដ្ឋស័កពស2570រាជធានីភ្នំពេញថ្ងៃទី15ខែសីហាថ្ងៃទី18ខែសីហាឆ្នាំ2026គណៈបកប្រជាធិបតេយ្យជឿនលឿនសូមចៃយោព្រះរាជាណាចក្រកម្ពុជាចៃយោជាសាសនាព្រះមហាក្សត្រចៃយោគណៈបកប្រជាធិបតេយ្យជឿនលឿនស្រកអង្គរជុំ